ជំរាបសួរអ្នកទាំងអស់គ្នាជួបគ្នាជាថ្មីម្ដងទៀតថ្ងៃនេះផងដែរយើងនឹងរៀនបង្កើត shortcut key នៅលើកម្មវិធី Microsoft Word ដើម្បីធ្វើការផ្លាស់ប្ដូរ font និងទំហំរបស់ font ដោយយើងមិនចាំបាច់ធ្វើការប្រើមកបដូរទៅវិញទៅមកចុះឡើងទេជាងថាតើយើងប្រើវិធីសាស្ត្រអីក្នុងការបង្កើត shortcut key នៅលើកម្មវិធី Microsoft Word ចឹងតោះយើងរៀនទាំងអស់គ្នាចឹងយើងចូលទៅក្នុង Microsoft Word មកចាខ្ញុំចូលក្នុង Microsoft Word ចឹងដើម្បីបង្កើតជាមួយនឹង shortcut key បានឥឡូវខ្ញុំមកសាកល្បងធ្វើការកំណត់ font នៅក្នុង Microsoft Word ឲ្យបងប្អូនបានដឹងជាមុនសិនថានៅពេលដែលយើងចង់បដូរ font គឺយើងចូលទៅកន្លែង font ហើយយើងរើស font មួយណាដែលយើងចង់បានអញ្ចឹងទាំងអស់នេះគឺ font ដែលយើងបានដំឡើងចូលអញ្ចឹងដើម្បីវាយជាមួយនឹងខ្មែរ OS មូលាយឬក៏យើងហៅថាសឆ្លាក់របស់យើងហ្នឹងយើងយកខ្មែរ OS មូលាយចាហើយយើងដូរទំហំដែលយើងចង់បានប្រហែល12អញ្ចឹងមកហើយខ្ញុំដាក់កដាលហើយបន្ទាប់មកខ្ញុំដូរភាសាណាឧទាហរណ៍ថាខ្ញុំវាយព្រះរាជាណាចក្រកម្ពុជាចាព្រះរាជាណាចក្រកម្ពុជាអូខេអញ្ចឹងនៅពេលដែលខ្ញុំត្រូវការវាយអក្សរធម្មតាអញ្ចឹងខ្ញុំត្រូវទៅដូរជាមួយនឹង font ភាសាទៀតអញ្ចឹងខ្ញុំយកខ្មែរ OS មូលខ្មែរ OS បាត់ដំបងហើយបន្ទាប់មក font ខ្សែខ្ញុំយក12ហើយខ្ញុំវាយព្រះរាជាណាចក្រកម្ពុជាចាអញ្ចឹងនៅពេលដែលយើងចង់វាយទៅ font អង់គ្លេសយើងអាចប្រើ Times New Roman ឬក៏ Arial ក៏បានឥឡូវខ្ញុំប្រើ Times New Roman អញ្ចឹងយើងដូរភាសាអញ្ចឹង Welcome to Cambodia អញ្ចឹងនៅពេលដែលយើងត្រូវការវាយអក្សរឆ្លាក់ភាសាទៀតយើងត្រូវទៅដូរភាសាទៀតអូខេឃើញទេយើងដូរភាសាទៀតដាក់ font size font អីមកយើងវាយភាសាទៀតហើយយើងដូរទៅភាសាខ្មែរយើងមកចឹងយើងវាយភាសាទៀតអូខេកម្ពុជាអូខេចង់បានអក្សរធម្មតាវិញបងប្អូនត្រូវទៅដូរភាសាទៀតតែយើងមានវិធីសាស្ត្រមួយដើម្បីឲ្យយើងងាយស្រួលជាងហ្នឹងដោយយើងមិនចាំបាច់ទៅដូរ font កន្លែងនេះចុះឡើងទេគឺយើងបង្កើត shortcut key ដើម្បីធ្វើការកំណត់ជ្រើសរើសយក font ហ្នឹងនៅពេលដែលយើងចុច shortcut key ភ្លាមគឺកន្លែង font កន្លែងនេះគឺនឹងដូរឲ្យយើង automatic ទៅ font ដែលយើងចង់បានអញ្ចឹងថាតើយើងប្រើកន្លែងណាតោះយើងទៅទាំងអស់គ្នាគឺយើងកំណត់ជាមួយនឹង macro អញ្ចឹងដើម្បីចូលទៅ macro បានគឺយើងចូលទៅ view ហើយយកពាក្យថា macro ចាហើយបន្ទាប់មកខ្ញុំចុចយកពាក្យថា record macro អញ្ចឹងកន្លែងនេះគឺ macro name បងប្អូនអាចដាក់ឈ្មោះបានតែខ្ញុំអត់ដាក់ទេអញ្ចឹងខ្ញុំអាចចុចយក keyboard អញ្ចឹងខ្ញុំអាចចុច shortcut key fresh new shortcut key អញ្ចឹងយើងបង្កើត shortcut key ថ្មីអញ្ចឹងបងប្អូនអាចចុច control លេខ1លេខ2ក៏បានឬក៏ control អក្សរណាដែលយើងគិតថាកុំឲ្យច្រឡំជាមួយនឹង shortcut key របស់កម្មវិធី Microsoft Word ហ្នឹងអញ្ចឹងឥឡូវខ្ញុំចុច control ហើយខ្ញុំចុចលេខ1នៅក្នុង number lock នេះអញ្ចឹងបន្ទាប់មកខ្ញុំ assign ហើយខ្ញុំ close ចេញបន្ទាប់ពីយើង assign ហើយ close ចេញយើងនឹងឃើញសញ្ញាមួយនេះគឺយើងអាចទៅធ្វើការ record បានហើយអញ្ចឹងខ្ញុំចូលទៅ home វិញហើយខ្ញុំចូលទៅកន្លែង font ខ្ញុំជ្រើសរើសយកអង់គ្លេសមុន Times New Roman ទំហំឥឡូវខ្ញុំយក14ណា14ចាបន្ទាប់ពីយើងធ្វើការកំណត់ហើយគឺយើងចូលទៅ view វិញហើយចូលទៅ macro stop macro ណាអូខេអញ្ចឹងយើងដាក់បានមួយហើយគឺ
control បូកជាមួយនឹងលេខ1នៅខាងលេខ number 1 តែបើសិនជាបងប្អូនប្រើជាមួយនឹង laptop បងប្អូនអាចចុច control បូកលេខ1នៅលើនឹងក៏បានដែរចាអញ្ចឹងយើងចង់កំណត់មួយទៀតជាមួយនឹងអក្សរខ្មែរយើងខ្ញុំចុច macro record macro keyboard ហើយខ្ញុំ control លេខ2 control number 2ហើយ assign close ចេញខ្ញុំជ្រើសរើសយកខ្មែរ OS មួយឡើយហើយទំហំខ្ញុំយកទៅ12ទេចាបន្ទាប់ពីខ្ញុំកំណត់ហើយខ្ញុំចូល view វិញ macro stop macro អូខេបន្តមកទៀតចង់បានមួយទៀត record macro ភាសាទៀតមក keyboard ខ្ញុំ control លេខ3 assign close ចេញចូល home ខ្ញុំយកអក្សរខ្មែរ OS បាត់ដំបងហើយទំហំ10 12អូខេប៉ុណ្្នឹងហើយចូលទៅ view ចូលទៅ macro stop macro វិញអូខេអញ្ចឹងយើងចូលទៅសាររបស់ទាំងអស់គ្នាអញ្ចឹងនៅពេលដែលខ្ញុំចុច control បូកជាមួយនឹង number 1អញ្ចឹងវានឹងទៅខ្មែរសុំទោសគឺវានឹងទៅជាមួយនឹង time New Roman អញ្ចឹងយើងដូរមក time New Roman ណាអូខេនេះ control number 1គឺខ្មែរ OS time New Roman យើងវាយមក welcome to Cambodia អូខេអញ្ចឹងនៅពេលដែលខ្ញុំចង់វាយអក្សរឆ្លាក់ខ្ញុំចុច control បូក number 2ឃើញអត់អញ្ចឹងវានឹងធ្វើការបដូរឲ្យយើងទៅអក្សរឆ្លាក់ខ្មែរ OS មូលឡៃណាអញ្ចឹងដូរភាសាទៅមកខ្ញុំវាយធម្មតាព្រះរាជាញ៉ាត់ណាចាកម្ពុជាអូខេអញ្ចឹងខ្ញុំចង់ចូលទៅខ្មែរ OS បាត់ដំបងអញ្ចឹងខ្ញុំចុច control បូកនឹង number 3ខ្មែរ OS បាត់ដំបងអញ្ចឹងណាចាកម្ពុជាចាអូខេនឹងគឺជាការកំណត់ឬក៏បង្កើត shortcut key ដោយប្រើជាមួយនឹង macro ចុះបើសិនយើងចង់លុបវិញយើងធ្វើម៉េចចុះបងប្អូនចូលទៅ view ចូលទៅ macro view macro ចាអញ្ចឹងយើងនឹងឃើញ macro ដែលយើងបានបង្កើតឡើងអញ្ចឹងយើងអាចមើលបាន1 2 3នេះណាអូខេអញ្ចឹងយើងចង់រានឬចង់ edit ទេអាចមើលបានអូខេmacro យើងចង់លុបវាចេញវិញview macro ហើយយើងចង់លុបយើងគ្រាន់តែ select លើវានឹងមកលុបនឹងមកចាអញ្ចឹងលុបម្ដងមួយរហូតដល់អស់នឹងមួយចាអញ្ចឹងខ្ញុំអត់លុបទេខ្ញុំទុកប៉ុណ្ណឹងហើយខ្ញុំ close ចេញអូខេជាមួយនឹងការកំណត់ macro មានតែប៉ុណ្ណឹងសូមអរគុណ